មួយរំពេចនោះវិសិតគាត់ក៏ស្រាប់តែទទួលបានបទបញ្ជាពីមេបញ្ជាការឲ្យនាំគ្នាដកចេញពីសមរភូមិតែវិសិតហាក់ដូចជាមិនចង់ដកចេញឡើយព្រោះមិនចង់ឲ្យបាត់ទីតាំងច្រកជើងប៉ុន្តែនេះជាបទបញ្ជាពីមេបញ្ជាការហើយនេះហើយវិសិតក៏បានដកចេញពីសមរភូមិគេបន្ទាប់ពីវិសិតបានដកចេញពីសមរភូមិអស់ហើយក៏ស្រាប់តែពេលនោះអធិរាជ BM21 របស់កម្ពុជាបានបញ្ចេញនូវសំនៀងវិហារយ៉ាងសន្ធោសន្ធៃបាញ់ស្រោចទៅលើយោធាសៀមដែលវាកំពុងតែមានអំនួតទៅលើជ័យជំនះរបស់វាមិនដឹងទេថានេះជានយោបាយគ្រងទទេរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជាឡើយបន្ទាប់មកទើបវិសិតបានដឹងថាថ្នាក់ដឹកនាំកំពូលលោកមិនទុកចោលនៅវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងចោលនោះឡើយពេលនោះវិសិតបានក្រាបសំពះទលេថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាដែលមានភាពវៃឆ្លាតក្នុងការដឹកនាំចេញច្បាំង